ចាជំរាបសួរបងប្អូនទាំងអស់គ្នាចឹងប្រសិនបើបងប្អូនទាំងអស់គ្នាចង់បានក្រូចធម្មជាតិក្រូចបេះពីចំការភ្លាមបេះថ្មីរាល់ថ្ងៃចានេះបងប្អូនអាចកំងតាមเพจរបស់នាងខ្ញុំបានណាចាហើយក្រូចនេះគឺមានប្រភពមកពីខាងខេត្តពោធិ៍សាត់ខាងភ្នំក្រវាញណាចឹងប្រសិនបើបងប្អូនចង់បានអាចកំងបានព្រោះក្រូចតើតែមានអ្នកកំងបានបេះចេញពីចំការណាអត់មានបេះទុកទេចឹងប្រសិនបើបងប្អូនចង់បានក្រូចធម្មជាតិក្រូចរបស់ខ្មែរយើងសុទ្ធ 100% អាចកំងពីเพจរបស់នាងខ្ញុំបានចាហើយក្រូចសូមបញ្ជាក់គឺបេះថ្មីរាល់ថ្ងៃបេះចេញពីចំការខ្មែររបស់យើងណាចាមកពីខាងភ្នំក្រវាញ